ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំសូមមកឆ្លើយតបសំណួររបស់បងប្អូនដែលគាត់សួរថាខុនកាំងពហុមហើយនឹងខុនកាំងពហុមឆុងសាននិងយន្តម៉ាឆុងសានខុនកាំងពហុមនឹងខុសគ្នាយ៉ាងម៉េចចាសម្រាប់បងប្អូនដែលគាត់ឃើញនៅក្នុងกระดาษប្រាក់ខែហ្នឹងគាត់ថារាល់ខែហ្នឹងមានតែការខុនកាំងពហុមទេហើយតែក៏មានខុនកាំងពហុមឆុងសានមួយទៀតអញ្ចឹងណាចាអញ្ចឹងសូមជំរាបភាពខុសគ្នាហ្នឹងសម្រាប់ខុនកាំងពហុមហ្នឹងគឺធានារ៉ាប់រងសុខភាពដែលយើងត្រូវបង់ប្រចាំខែអញ្ចឹងតើកែគាត់កាត់ពីយើងហ្នឹងជាប្រចាំខែអញ្ចឹងទៅសម្រាប់ខុនកាំងពហុមឆុងសានហើយនឹងយន្តម៉ាឆុងសានខុនកាំងពហុមហ្នឹងគឺបើយើងនិយាយទៅគឺការទូទាត់កាយបង់ប្រាក់ធានារ៉ាប់រងប្រចាំឆ្នាំរបស់យើងថាយើងបង់លើសឬក៏បង់ខ្វះករណីយើងបង់លើសអានឹងយើងបានមកវិញពេលដែលទូទាត់ហើយបើសិនជាយើងបង់ខ្វះអានឹងគឺយើងត្រូវបង់ឲ្យគេថែមមានបងប្អូនខ្លះដែលថាយើងបង់ខ្វះហើយក៏សួរថាអានឹងតកែដាក់អញ្ចឹងយើងត្រូវតែបង់មែនចាកាលណាតែយើងបង់ខ្វះគឺយើងត្រូវតែបង់ឲ្យគេហើយចាអញ្ចឹងបង់លើសបង់ខ្វះហ្នឹងចង់បានន័យថាម៉េចអញ្ចឹងឧបមាថាករណីដូចថាយើងបង់ធានារ៉ាប់រងសុខភាពហ្នឹងករណីខ្លះតកែហ្នឹងគឺគាត់បង់ដោយថាគាត់រីកាតែតាមប្រាក់ខែរបស់យើងចាប្រាក់ខែគោលរបស់យើងទេប៉ុន្តែជាក់ស្ដែងពេលដែលយើងធ្វើការហ្នឹងគឺយើងបានប្រាក់ខែលើសពីប្រាក់ខែគោលនឹងទៀតប៉ុន្តែដល់ពេលយើងបង់ហ្នឹងគឺយើងបង់ទៅតាមប្រាក់ខែគោលយើងបានន័យថាយើងបង់ខ្វះគេហើយប៉ុន្តែបើឧបមាករណីមួយទៀតពេលដែលយើងបង់ធានារ៉ាប់រងហ្នឹងយើងបង់តាមប្រាក់ខែគោលប៉ុន្តែជាក់ស្ដែងប្រាក់ខែរបស់យើងអ្នកខ្លះអត់សូវមានការងារធ្វើយើងបង់ឲ្យយើងបានប្រាក់ខែតិចជាងប្រាក់ខែគោលទៀតអញ្ចឹងដល់ពេលយើងបង់តាមប្រាក់ខែគោលបានន័យថាយើងបង់លើហើយអញ្ចឹងដល់ពេលទូទាត់ហើយគឺយើងអាចបានមកវិញករណីហ្នឹងណាហ្នឹងបើសិនជាយើងនិយាយឲ្យងាយស្រួលស្ដាប់ទៅចាអញ្ចឹងគឺភាពខុសគ្នាមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងប្អូនដែលចង់រៀបឯកសារត្រឡប់ទៅផ្ទះឬក៏កក់សមុទ្រយន្តហោះចាបងប្អូនអាចតាក់ទងមកខ្ញុំបានសម្រាប់ការរៀបឯកសារជូនគឺមិនគិតថ្លៃទេចាអរគុណច្រើនជម្រាបលា